ចុះពេលណាដែលបងអូនគិតថាអូ it's a turning point តើអាកំណត់យើងនឹងគិតមិនបានជាអាចដាស់យើងឲ្យក្រោកមកពីអាចំណុចដែលយើងធ្លាក់ក្នុងបាតនឹងវិញ learn ពី mistake បងlearn ពី mistake learn from mistake to win ខ្ញុំទៅក៏លេចមើលទៅខាងក្រោយវិញតែមករយៈពេលក្រោយខ្ញុំធ្វើអីខុសខ្លះខ្ញុំ trade មិនខ្លះឥឡូវខ្ញុំសួរខ្លួនឯងទៅមួយម៉ាត់ទេនៅក្នុងរយៈពេលដែលខ្ញុំ lost strike 6 ខែហ្នឹងខ្ញុំមានបាន over trade ខ្ញុំមានបាន over risk ខ្ញុំមានបាន rush the process អត់ខ្ញុំបាន break rule ច្រើនដងអត់ខ្ញុំទៅ check មើលកន្លែងទាំងអស់ហ្នឹងគឺខ្ញុំធ្វើវាទាំងអស់អញ្ចឹងអ្វីដែលខ្ញុំត្រឡប់មកគិតវិញខ្ញុំព្យាយាមទិញ account ទូចមកវិញហើយខ្ញុំព្យាយាម trade ដោយប្រើប្រាស់ risk management ជាមួយនឹង discipline អីត្រឹមត្រូវមកវិញដូចខ្ញុំតែនិយាយអ្នកដែលនៅក្នុង community ខ្ញុំគឺគាត់យល់ហើយ one day one trade one trade 1% risk per trade អីចឹងទៅអញ្ចឹងអា rule ទាំងអស់ហ្នឹងឲ្យធ្វើឲ្យខ្ញុំងើបមកវិញរួចរបៀបថាខ្ញុំ trade តែមួយថ្ងៃមួយ trade ទេហើយខ្ញុំ trade តែមួយ pair វិញខ្ញុំ trade តែ Nasdaq ហ្នឹងហើយហើយ ឥឡូវ មួយ ឃើញ section ដូចមក trade gold ដែរ ហ្នឹងឥឡូវ trade gold ដែរបងដោយសារយើងអាច define model ដែលអាច trade មួយ gold បានដែលវាបាន high win rate ជាមួយនឹង high RR high risk reward ចឹងទៅអញ្ចឹងក៏ខ្ញុំត្រឡប់មកវិញហើយមួយទៀតហ្នឹងគឺដោយសារតែ account យើងវាមានច្រើនយើងត្រូវប្របាយ portfolio វាអាខ្លះត្រូវ trade មាសទៅអាខ្លះត្រូវ trade Nasdaq ទៅព្រោះដោយសារឆ្នាំមុនដោយសារខ្ញុំ stuck ដោយសារខ្ញុំអត់ប្របាយ portfolio ទេខ្ញុំបើខ្ញុំប្រឡងជាប់នៅអាណាមួយខ្ញុំនឹងពឹង account ណាមួយខ្ញុំពឹងតែមួយ account ហ្នឹងឯងអញ្ចឹងនៅពេលដែល account មួយហ្នឹងវាដាច់ទៅក៏វាដួលខ្ញុំត្រូវទៅ back out វិញតឹងវាពិបាកនៅក្នុងការងើបឡើងមកវិញអញ្ចឹងអានេះឥឡូវដល់ពេលឆ្នាំថ្មីមកខ្ញុំ learn ពីអាហ្នឹងខ្ញុំព្យាយាមប្របាយ portfolio ឲ្យច្រើនអញ្ចឹង portfolio មានមាសមាន Nasdaq ចឹងតែអញ្ចឹងពេលថ្ងៃ London ខ្ញុំ trade មាសពេលយប់ខ្ញុំ trade Nasdaq អញ្ចឹងបើក្នុងករណីថាខ្ញុំ lost trade មួយមាសហើយខ្ញុំសល់ Nasdaq ខ្ញុំ lost trade មួយ Nasdaq ខ្ញុំសល់មាសអញ្ចឹងពីរហ្នឹងគឺវារៀង stable ជាងតែឆ្នាំមុនដែលយើងរៀបតែមក portfolio អញ្ចឹងដោយសារអាហ្នឹងខ្ញុំបាន inspire ពីបងសាយដែលគាត់តែងតែរំលឹកគាត់ដាស់ខ្ញុំរហូតថាអូនឯងព្យាយាមរៀប portfolio ទៅរៀបឲ្យដូចបងរៀបឲ្យច្រើនតែពេលណាអូនឯងដួលតែមកកន្លែងអីអូនឯងនឹងទៅពិបាកងើបមកវិញហើយអញ្ចឹងព្យាយាមធ្វើម៉េចរៀប portfolio នៅក្នុងដៃឲ្យច្រើនធ្វើម៉េចឲ្យវា stable អញ្ចឹងមិនយើងធ្វើអីឲ្យវាអត់ធ្វើសម្ពាធដែរតែយើង trade ក៏យើងអត់សម្ពាធដែរព្រោះថា account យើងមានច្រើនរត់ដល់នេះសល់នេះអញ្ចឹងតែអញ្ចឹងអាហ្នឹងវាបែបហ្នឹង អញ្ចឹង